ជំរាបសួរខ្ញុំសូមចែកម្លែកជូនបងប្អូនពីរបៀបដែលខ្ញុំធ្វើមីរសជាតិពងមាន់ចែកជូនរូបមន្ត free តែបងប្អូនកុំភ្លេចជួយ share និង repost ខ្ញុំម្នាក់មួយវិញផងសម្រាប់គ្រឿងផ្សំខ្ញុំប្រើជាមួយនឹងម្សៅមីដែលហៅថា wet flour ម្សៅនេះយកទៅធ្វើនំប៉័ងដែរចំនួន400ក្រាមចាក់វាលើប្រទេសក្តារយើងមកហើយយើងវែកជាក្តារមកហើយខ្ញុំបន្ថែមពងមាន់ចំនួន3គ្រាប់ដាក់អំបិលបន្តិចហើយខ្ញុំបន្ថែមជាមួយនឹងប្រេងអូលីវឬក៏ប្រេងឆាហ្នឹងចាប់ប្រហែលជាមួយសាភាហើយបន្ទាប់មកគឺខ្ញុំយកម្សៅហ្នឹងចាដើម្បីច្របល់ចូលជាមួយនឹងពងមាន់ដាក់ម្ដងបន្តិចដល់ពេលលេងសប្បាយហើយតាមពិតទៅបើសិនជាលាយម្សៅហ្នឹងនៅក្នុងចង្កេះគឺងាយស្រួលជាងវាអត់ហៀទឹកចេញដូចជាយើងលាយលើក្តារអញ្ចឹងណាប៉ុន្តែវាអត់ថ្មីទេបងប្អូនប្រមូលវាតែបន្តិចអញ្ចឹងទៅវាលែងអីមកវិញហើយវានឹងលុញសាច់ម្សៅហ្នឹងស្អាតទេហើយសម្រាប់ម្សៅដែលជាប់នៅជ្រុញយើងហ្នឹងគៀវាឲ្យស្អាតបងប្អូនបើសិនជាពេលយើងគៀម្សៅហ្នឹងនៅរៀងជ្រាយទេយើងអាចដាក់បញ្ចូលគ្នាបានអត់អីទេហើយបើសិនជាម្សៅហ្នឹងកករឹងហើយគួរតែចោលវាទៅទៀតដែលខ្ញុំចង់ចែកម្លែកបងប្អូននៅពេលដែលយើងចង្កត់ម្សៅយើងប្រើថ្លើមដៃយើងចង្កត់ថ្លើមដៃបានជាដៃយើងហ្នឹងវាមានកម្លាំងល្អចាយើងចង្កត់ទៅចង្កត់មកទាញចង្កត់ទៅម្សៅយើងវានឹងឡើងរលោងសាច់សរសៃមីយើងនឹងឡើងស្វិតហើយបន្ទាប់មកខ្ញុំធ្វើការលុញវាជាដុំបែបហ្នឹងនៅពេលដែលម្សៅវាឡើងមកទៅរលោងអញ្ចឹងចាហើយបន្ទាប់មកគឺខ្ញុំរុំថង់ហ្នឹងទុករយៈពេល1ម៉ោងទៅ2ម៉ោងវាអាស្រ័យទៅលើតាមស្ថានភាពនៅកន្លែងយើងដែរពេលដែលដល់ម៉ោងហើយយើងចង្កត់ម្សៅហ្នឹងឃើញវាទន់ដូចខ្ញុំបង្ហាញក្នុងវីដេអូហ្នឹងអាហ្នឹងគឺបានទេបងប្អូនចាហើយម្សៅខ្ញុំនេះគឺខ្ញុំកាត់វាជា2ដុំនៅលើប្រទេសក្តារយើងហ្នឹងយើងត្រូវលាបម្សៅការពារជាមួយនឹងការជាប់ស្អិតគឺម្សៅគឺយើងមានដាក់ខ្ញុំក្នុងកូនចាននៅក្បែរខ្លួនយើងហើយរបៀបនៃការចង្កត់ជាប្រទេសហ្នឹងនឹងបងប្អូនដូចឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងខ្ញុំបង្ហាញបងប្អូនលំអិតតែម្ដងប៉ុន្តែគ្រាន់តែខ្ញុំខាវីដេអូហ្នឹងឲ្យវារៀងលឿនបន្តិចបើសិនជាខ្ញុំដាក់មួយវាវែងខ្លាំងណាស់បងប្អូនប្រហែលជាអត់មានភាពអត់ធ្មត់ក្នុងការមើលវីដេអូហ្នឹងឯងចឹងទៅខ្ញុំសុខចិត្តដាក់វាឲ្យលឿនចឹងទៅហើយបងប្អូនអាចនឹងមើលយល់ហើយយើងកាន់តែដៃអញ្ចឹងយើងប្រើកម្លាំងបន្តិចចាបងប្អូនចង់បានសាច់ដុំដៃឯហ្នឹងធ្វើមីញ៉ាំមួយញឹកបន្តិចទៅប៉ុន្តែបើសិនជាខ្ញុំធ្វើវិញខ្ញុំសប្បាយមើលទៅយើងឃើញលទ្ធផលវាល្អជាពិសេសនៅពេលដែលគេញ៉ាំប្រយើងហើយគេសរសើរតែឆ្ងាញ់អូយធ្វើបាក់ដៃចោលតែម្ដងការធ្វើមីនេះមិនមែនតែយើងអ្នកធ្វើធម្មតាតាមទីឲ្យសូម្បីតែអ្នកអាជីពឲ្យគាត់ធ្វើលក់រាល់ថ្ងៃគាត់ក៏នៅមានថ្ងៃខ្លះគាត់ថាគាត់ធ្វើអត់ត្រូវដែរខ្ញុំធ្លាប់ជួបឯហាងលក់មីមួយដែលគាត់មានបទពិសោធន៍ច្រើនហើយខ្ញុំនិយាយលេងមួយគាត់ទៅគាត់ថាគាត់ធ្វើពេលខ្លះអត់ត្រូវទេពេលខ្លះដូចវាមកអត់ស្វិតពេលខ្លះអីអញ្ចឹងគាត់ថាគាត់ប្រើម្សៅទៅដែរអីទៅដែរទឹកទៅដែរអីទៅដែរប៉ុន្តែប្រហែលជាអាចនឹងអាកាសធាតុអញ្ចឹងសូម្បីតែអ្នកជំនាញក៏មានផលវិបាកដែរប៉ុន្តែអីទៅបើយើងធ្វើញ៉ាំតិចតួចនៅផ្ទះធម្មតាអញ្ចឹងចាខុសត្រូវតិចតួចអីវាមិនអីទេសំខាន់យើងបានមីស្រស់ហើយជាមួយនឹងមីដែលមានគុណភាពល្អមីដែលធ្វើភ្លាមញ៉ាំភ្លាមរសជាតិឆ្ងាញ់បងប្អូនឆ្ងាញ់ជាងសរសៃមីដែលគេធ្វើទុកចាចូលដល់ការធ្វើប្រយើងបន្តទៀតអញ្ចឹងអាហ្នឹងខ្ញុំកិនខ្ញុំលុញខ្ញុំកិនលាបម្សៅលុញលាបម្សៅរហូតទៅដល់សាច់ម្សៅហ្នឹងកម្រាស់វាស្ដើងប៉ុន្តែកម្រាស់ម្សៅហ្នឹងគឺវាអាស្រ័យទៅលើបងប្អូនដែរចង់បានជាមួយនឹងសរសៃមីក្រាស់ឬក៏សរសៃមីរាងស្ដើងសម្រាប់ខ្ញុំចូលចិត្តសរសៃមីរាងស្ដើងព្រោះយើងពេលដែលយើងយកទៅធ្វើចំអិនទៅវាចូលជាតិឆ្ងាញ់ណាមានបងប្អូននៅពេលដែលកាត់បត់ម្សៅបែបដូចខ្ញុំហ្នឹងគឺនៅពេលដែលយើងកាត់ជាសរសៃហើយនៅពេលដែលយើងទៅសូសវាឲ្យដាច់ពីគ្នាគឺងាយស្រួលបើសិនជាយើងបត់អត់ត្រូវទេត្រូវអង្គុយប្រឡេះមួយខាតពេលហើយម្សៅនេះមុននឹងខ្ញុំចាប់ច្របល់វាហ្នឹងមិញខ្ញុំរួយម្សៅបន្ថែមទៀតអ្នកបងប្អូនមើលដល់ពេលខ្ញុំបាត់ម្សៅអញ្ចឹងហើយគ្រាន់តែយើងទាញមកអញ្ចឹងមកគឺវាសរសៃមីហ្នឹងវាសសដាច់ចេញពីគ្នាតែម្ដងហើយយើងធ្វើភ្លាមអញ្ចឹងសាច់មីឈ្ងុយឈ្ងុយឆ្ងាញ់មានជាតិពងមាន់ហើយយើងធ្វើត្រូវយើងរើសម្សៅត្រូវគឺម្សៅមីហ្នឹងស្វិតល្អបងប្អូនបើសិនជាយើងរើសម្សៅខុសជួនកាលវានឹងអាចផុយវីដេអូមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនសម្រាប់ការទស្សនាបងប្អូនមានចម្ងល់អីបន្ថែមអាច comment ខាងក្រោមព្រោះខ្ញុំចង់សម្រាយឲ្យវែងជាងនឹងទៀតប៉ុន្តែវីដេអូវាវែងពេកបើខ្ញុំក្បោះក្បាយខ្លាំងពេកសម្រាយពេកអញ្ចឹងចំណុចខ្លះខ្ញុំគិតថាវាមិនសូវចាំបាច់ក៏តាមនឹងទៅតែបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមបាន
ចាបើបងប្អូនធ្វើហើយមានរសជាតិយ៉ាងណាចាជួយចែករំលែកជាមួយនឹងបទពិសោធន៍ជាមួយនឹងរសជាតិជាមួយនឹងលទ្ធផលជាមួយនាងខ្ញុំផងចាអរគុណច្រើនសម្រាប់បងប្អូនដែលបានទស្សនានិងអរគុណសម្រាប់ការជួយ like ជួយ share និង report បន្ថែមចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀតជម្រាបលា